សម្ដេចតើបទចម្រៀងអីដែរសម្ដេចចូលចិត្តជាងគេនៅពេលដែលថៃវាយលុកកម្ពុជាជីសេះមើលផ្កាអត់ឃើញផ្កាយមកគ្រាប់សតសម្ដេចឬតែសំឡេងក្រកំភ្លើងថៃរួចចុះថៃវាយលុកភូមិព្រៃច័ន្ទតើសម្ដេចបង្ហោះបទអីមកជីវិតគិតតែពីឡប់ចុះពេលថៃផ្លោងចូលប្រាសាទព្រះវិហារវិញសម្ដេចស្ដាប់បទអីងើមួយបាយមួយងើពីរបាយពីរសម្ដេចបើសិនយើងងើបទាំងអស់គ្នាសម្ដេចបាច់ទៅស្ពៃហើយសម្ដេចតែនៅពេលនេះសម្ដេចមិនទាន់ស្ពៃនៅឡើយទេព្រោះនៅមានអ្នកលើកជើងសម្ដេចនិយាយរឿងលើកជើងសម្ដេចខ្ញុំមានសំណួរមួយបើតើតែចេះលើកជើងទៅសើសម្ដេចទៅបានបុណ្យស័ក្តិរស់ស្រួលហើយបើនិយាយការពិតគឺជាប់គុកសុំបងសម្ដេចតើសម្ដេចពុកអាចបង្កើតច្បាប់សម្រាប់ដំឡើងបុណ្យស័ក្តិអ្នកដែលលើកជើងសម្ដេចដែរទេកុំថាច្បាប់សូម្បីតែរដ្ឋធម្មនុញ្ញក៏ CPP កែបានដែរអានឹងគេធ្វើអញ្ចឹងបានទៀតណោះសម្ដេចគិតថាកម្ពុជាត្រូវការច្បាប់ឬមួយត្រូវការជំនាញលើកជើងច្រើនជាងតែអានេះជារបៀបគ្រប់គ្រងរដ្ឋសួរតាមត្រង់សម្ដេចតើសម្ដេចកំពុងពុកមែនបានជាបង្ហោះតែចម្រៀងចាំតែកពុលទៅអាពៅអញចេះស្រេះទេឥឡូវយើងមកនិយាយបទចម្រៀងវិញបទព្រៃជីកដេជោមានហើយបទស្ពានដេជោមានហើយបទទឹកភ្នែកភរិយាក៏លឺហើយតើសម្ដេចអាចគ្រងចេញបទទឹកភ្នែកដេជោដែរទេជួយងាប់ពេលសម្ដេចតែងតាំងចិនស៊ីជាទីប្រឹក្សាតើសម្ដេចដឹងថាគាត់ជាចៅអន្តរជាតិដែរឬទេបញ្ហានេះវាជាក្រិតក្រមធម្មតារវាងសក្តិទៅការនិងការផ្គត់ផ្គង់អានោះវាទៅស៊ីសង្វាក់គ្នាជានិច្ចសម្ដេចយកចិនស៊ីមកធ្វើទីប្រឹក្សាក្រៅពីបោកលុយនឹងតើគាត់ផ្ដោតយោបល់តាក់ទងរឿងអ្វីទៀតដែរអារឿងតាក់ទងនឹងបញ្ហាជ្រូកនេះខ្ញុំស្គាល់ម្យ៉ាងទៀតសម្ដេចមេដឹកនាំផ្ដាច់ការមួយចំនួនទៀតផ្ទេរតែអំណាចឲ្យកូនទេតែសម្ដេចវិញផ្ទេរទាំងអំណាចផ្ទេរទាំងមេចៅឲ្យកូនទៀតមិនចឹងសម្ដេចខ្ញុំក៏ចង់ចាំមើលថាតើប្រជាប្រដ្ឋរបស់យើងគិតយ៉ាងម៉េចសម្ដេចធ្លាប់ជាកប៉ាល់ហ្វ្រីជាមួយចិនស៊ីទៅបរទេសលុយដែលចិនស៊ីប៉ៅសម្ដេចនោះជាលុយបោកប្រាស់របស់គេតើសម្ដេចមានអារម្មណ៍បែបតែដែលទទួលផលពីចៅអញ្ចឹងនេះជាអំពើពុករលួយដែលខ្ញុំនិយាយដោយត្រង់សម្ដេចតើតំណែងទីប្រឹក្សាមានអាណត្តិដែរឬទេឬមួយធ្វើរហូតដល់គេចាប់ខ្លួនរឿងនេះវិញចឹងសម្ដេចតើចិនស៊ីដែលគេទៅចាប់បានអាចសម្ដេចជាអ្នកជួយលាក់ឬការដែលសម្ដេចចិត្តចាប់ចិនស៊ីអាចមកពីសម្ដេចភ័យខ្លាចអាមេរិកថាសម្ដេចជួយលាក់អក្រិតជនហើយអាចចូលមកចាប់សម្ដេចទាំងក្នុងរោងផ្ទះដោយចាប់ម៉ាដូរ៉ូដែរអាចចេះគ្រាន់តែអាចច្រើនណាស់ហើយនិយាយឲ្យចំមើលតាណាពិតប្រកបសម្ដេចតើការចាប់ខ្លួនចិនស៊ីនេះមកពីគាត់នឹងជាមេអក្រិតជនឈប់បោកលុយគេឬមួយមកសម្ដេចចង់យកបងថាស្រុកខ្មែរមានច្បាប់ជួយងាប់